ngàyนี้គឺខ្ញុំបានមកធ្វើឆារធាជាមួយនឹងអ៊ំរបស់ខ្ញុំដែលបានជួយទៅកាន់អូនកុមារកំព្រានៅសាលាអញ្ចឹងណាអ្នកគ្នាសំខាន់ទៅដល់ពួកគាត់សិតតែស្គាល់ខ្ញុំទាំងអស់តែម្ដងមុននឹងចេញក្រៅគឺខ្ញុំជ្រើសរើសប្រើជាមួយនឹង Felix Sunscreen ដើម្បីជួយឲ្យ make up របស់ខ្ញុំជាប់បានយូរហើយជួយការពារពលឺថ្ងៃបានល្អមែនតើបន្ទាប់មកទៀតក៏បានដាក់ជាមួយនឹង Felix Cushion ដើម្បីទៅ coverage ទៅលើស្នាមហើយនឹងកន្លែងដកខំភ្នែកជាដើមសាច់ម្សៅរបស់ Cushion នេះស្ដើងមកទៅបិទបាំងស្នាមបានល្អហើយជាប់បានយូរទៀត make up តែប៉ុណ្្នឹងគឺជាប់ពេញមួយថ្ងៃតែម្ដងហើយពេលដែលទៅហ្នឹងគឺខ្ញុំអត់បានជិះម៉ូតូទៅខ្លួនឯងទេគឺអ៊ំគាត់ឲ្យជិះមួយគាត់ហ្មងអញ្ចឹងណាអ្នកគ្នាហើយសាលាមួយនេះគឺអ៊ំខ្ញុំបានសាងសង់ឡើងដើម្បីជួយទៅកាន់បងប្អូនកុមារកំព្រាឲ្យគាត់មានឱកាសក្នុងការបានសិក្សារៀនសូត្រអញ្ចឹងណាអ្នកគ្នាបន្ទាប់ពីហ្នឹងមកក៏អ៊ំជូនខ្ញុំទៅមើលជាមួយនឹងបងប្អូននៅខាងក្នុងសាលាយីរួមទៅពួកគាត់គឺស្អាតស្អាតមែនតើអញ្ចឹងបន្ទាប់ពីហ្នឹងមកក៏បានលោកគ្រូគាត់ហៅបងប្អូនចេញមកដើម្បីធ្វើការជូនអំណោយទៅគាត់អញ្ចឹងណាអ្នកគ្នាបន្ទាប់ពីធ្វើការជូនជាថវិកាហើយក៏បានជួយជាអំណោយវិញម្ដងយីរួមទៅគឺថាពួកគាត់សប្បាយចិត្តមែនតើហើយពួកគាត់គឺស្នាក់នៅទីនឹងតែម្ដងអ្នកគ្នាហើយចុងក្រោយក៏បានថតរូបជុំគ្នាលេងទុកអនុស្សាវរីយ៍អីចឹងណាចង់ពេលដែលចេញពីនឹងទៅក៏អ៊ំគាត់ជួបខ្ញុំទៅញ៉ាំអីព្រោះអីអត់បានញ៉ាំអីពេលថ្ងៃសោះហ្មងហើយនេះអ្នកគ្នាអាចមើលមុខរបស់ខ្ញុំបានពេលដែលខ្ញុំប្រើជាមួយនឹង Felix Cushion ចឹងទៅគឺជាប់បានយូរមែនតើទោះបីមិញនឹងខ្ញុំនៅហាលថ្ងៃក៏ដោយហើយពួកម៉ាក់របស់ខ្ញុំឃើញខ្ញុំមកកន្លែងហ្នឹងក៏បានមកតាមក្រោយចឹងណាពីរអ្នកហ្នឹងគឺតាមរហូតហ្មងតែរឿងញ៉ាំទៅដល់ណាគឺតែប្រពន្ធអត់បានទេទៅមកតាមហ្មង